ប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីជាបន្តទៅទៀតនេះសូមអញ្ជើញតាមដានស្ដាប់និងទស្សនានៅព័ត៌មានអន្តរជាតិសំខាន់រុស្ស៊ីបាញ់ទម្លាក់ដ្រូនចំនួន337គ្រឿងក្នុងការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាសពីអ៊ុយក្រែនម៉ូស្គូនាវេលាទៀបភ្លឺថ្ងៃអង្គារទី11ខែមីនានេះអ៊ុយក្រែនបានធ្វើសកម្មភាពវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាសមកលើតំបន់មួយចំនួននៃប្រទេសរុស្ស៊ីជាហេតុបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់3នាក់ទៀតរងរបួសហើយបង្កជាគ្រោះអគ្គិភ័យនិងធ្វើឲ្យសេវាកម្មរថភ្លើងក៏ដូចជាជើងហោះហើរទទួលរងនឹងការរំខាននេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP អភិបាលតំបន់មូស្គូបានឲ្យដឹងថាការវាយប្រហាររបស់អ៊ុយក្រែនបានចាប់ផ្ដើមកាលពីម៉ោង4ទៀបភ្លឺបានសម្លាប់មនុស្សម្នាក់និងបង្កឲ្យរបួស3នាក់ផ្សេងទៀតខណៈសេវាដឹកជញ្ជូនតាមរថភ្លើងនិងផ្លូវអាកាសនៅក្នុងតំបន់ត្រូវបានផ្អាកជាបណ្ដោះអាសន្នក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាយន្តហោះដ្រូនអ៊ុយក្រែនចំនួន337គ្រឿងត្រូវបានបាញ់ទម្លាក់នៅលើតំបន់មួយចំនួននៅក្នុងនោះរួមមាន91គ្រឿងនៅតំបន់មូស្គូនិង126គ្រឿងនៅតំបន់ខឺសក្បែរព្រំប្រទល់អ៊ុយក្រែនគូបញ្ជាក់ថាកាលពីសប្តាហ៍មុនរុស្ស៊ីក៏បានប្រើប្រាស់មីស៊ីលរាប់សិបគ្រាប់និងយន្តហោះដ្រូនរាប់រយគ្រឿងវាយប្រហារទៅលើអ៊ុយក្រែនផងដែរការវាយប្រហារតាមផ្លូវអាកាសនាថ្ងៃអង្គារនេះគឺចំថ្ងៃដែលក្រុមមន្ត្រីអាមេរិកនិងអ៊ុយក្រែនត្រូវជួបគ្នានៅអារ៉ាប៊ីសាអូឌីតដើម្បីជជែកអំពីការស្វែងរកសន្តិភាពខណៈប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងព្យាយាមបិទបញ្ចប់សង្គ្រាមដែលអូសបន្លាយជាង3ឆ្នាំមកហើយនេះឲ្យបានឆាប់រហ័ស